សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ថ្មីរបស់ខ្ញុំដែលនាំអ្នកទាំងអស់គ្នាទៅកាន់កោះភ្លុះដ៏ល្បីនៅក្នុងតំបន់ស៊ីផាន់ដនឬហៅថាកោះ4000ដែលស្ថិតនៅតាមតំបន់ទន្លេមេគង្គភាគខាងត្បូងប្រទេសឡាវជាប់ព្រំដែនកម្ពុជាដោយសារតែការសិក្សាមានត្រឹមតែរយៈពេល1ថ្ងៃវេលាល្ងាចអញ្ចឹងកន្លែងដែលពួកខ្ញុំនាំកូនសិស្សទៅហ្នឹងគឺនៅដនខនហើយនិងដនដេតដែលជា trip សិក្សារយៈពេល1ថ្ងៃវេលាល្ងាចលក្ខណៈពិសេសរបស់តំបន់រួមមានទេសភាពស្ងប់ស្ងាត់យើងអាចជិះកង់ដើរកម្សាន្តឬក៏ទៅលេងទឹកជ្រោះល្បីៗហើយតំបន់នោះក៏មានប្រវត្តិសាស្ត្រគួរឲ្យចាប់អារម្មណ៍ផងដែរដោយធ្លាប់មានផ្លូវដែកតូចមួយសាងសង់នៅសតវត្សទី19ដើម្បីដឹកជញ្ជូនទំនិញនិងអ្នកដំណើរឆ្លងកាត់សួស្តីថ្ងៃនេះយើងបាននាំកូនសិស្សមកក្រុមដែលគាត់សិក្សាទៅលើប្រធានបទ Eco Tourism លើវិស័យទេសចរណ៍ហើយជាក់ស្ដែងទៅគោលដៅរបស់យើងគឺនៅប្រទេសកម្ពុជាទេនៅខាងព្រះអង្គិលតែដោយសារចង់ឲ្យគាត់ឃើញរូបភាពវិស័យទេសចរណ៍នៅមួយចំហៀងទៀតនៃទន្លេមេគង្គអញ្ចឹងយើងក៏បាននាំក្រុមគាត់មកទៅលើកោះដនខនហើយនិងដនដេតលក្ខណៈទេសចរមកផ្លែតអញ្ចឹងណាបាទឥឡូវនេះគាត់កំពុងមើលក្បាលអាទេសភ្លើងដែលសល់តាំងពីសង្គ្រាមឥណ្ឌូចិននោះនៅខាងនោះ over there friend And this is the bike park. yeah so This is Dong today Khon we are here to see there's another image for your group about the tourism so we're gonna take a boat the tuk-tuk tour around the island. The two islands connecting, Don Khon and Don Day, connected by the French bridge. Yeah, and the railway. So we gotta go along to Don Day. Yeah. Something might surprise you, I don't know. Let's see. Okay? Yeah. The forest is good. So we are tourists now. Tourists! No sir. No interview, but You see from the other side we come from there to here អានេះក្បាលទី ឆ្នាំណាបង ទីឆ្នាំណា ឥណ្ឌូចិនហ្នឹង អេចំនួនឆ្នាំ1800ជាងនេះជា1862យូរយើងកើតមិនទាន់ទេ Hello So it's more of like a resort island, right? Just now, right, he said the water tank we saw. Only if ecotourism as much as this. It's about $73 a night. That's 1 million. The other one maybe I the other one I choose for second stage. French bridge connecting Don Dates and Don Khon. All Friend Bridge
more than 100 years ago. More than 200. Oh, 200? Yeah. Tập lệ sụp hẹn. Dạ vì ní tập cầu New receptionist. Meow. Hello, now I'm in on it. Con Island. Now we go back from đón date. Mau đón con. Cha. I've been to ice cream like that. Yeah, actually. Wow. Oh, got swing. Sorry. I did the snacks there. So nice. Any food diet? No? Hey. Ấy cái nào? À một. បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយពួកខ្ញុំក៏អត់មានទៅណាទៀតទេគឺជិះតុកតុកឡើងមកវិញដើម្បីមកឈប់ចាំជិះទូកមកតង់ទៀតឡើងទៅសហគមន៍ទេសចរណ៍ព្រះរំកិលវិញហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណសម្រាប់ការតាមដានទស្សនាបាយបាយ